បានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តអារាមធ្វើបុណ្យចែកទាននិងសមាទានរក្សាសិលក្នុងសំបុណ្យពុទ្ធសលទាំងអស់នេះអានិសង្ឃនៃការឲ្យទាននិងផលនៃការឲ្យទានអានព្រានបដៅឲ្យគេស្គាល់ឲ្យចេះចាគៀឲ្យចេះបរិច្ចាគទាននោះពួកគេនឹងបរិច្ចាគនៅបច្ច័យទាំង4គឺបរិច្ចាគនៅជីវរៈបច្ច័យគឺក្រណាត់សម្លៀកបំពាក់បិទបាំងរាងកាយផ្សេងនិងបិណ្ឌបាតបច្ច័យអាហារហូបចុកផ្សេងនិងសេនាសនៈបច្ច័យគឺរបស់ប្រើប្រាស់កន្លែងដេកកន្លែងអង្គុយនិងបរិភោគភ្លើងផ្សេងនិងខីឡានភេសជ្ជបច្ច័យគឺមានភេសជ្ជៈនិងថ្នាំដង្កូវសម្រាប់ព្យាបាលរោគផ្សេងដល់ពួកសាមណៈព្រាហ្មណ៍ទាំងឡាយនិងសាវករបស់ព្រះតថាគតទាំងឡាយមុនពេលដែលពួកគេនឹងលាចាកលោកនេះទៅពួកគេនឹកឃើញនៅផលទង្វើដែលពួកគេធ្លាប់បានបរិច្ចាគទានដោយការស្ដាប់ពីពាក្យព្រានប្រដៅរបស់គ្រូបាអាចារ្យឬពីពាក្យសាមណៈព្រាហ្មណ៍ផ្សេងដែលពួកគេបានសទ្ធាបានព្រានប្រដៅឲ្យដំបូលមានដល់គេឲ្យស្គាល់